រិហូគេតែងគូនៅហៅជាងប្រាសាទឬបាននៅទីវត្តគេគូនៅហៅជាងព្រះវិហារប្រយោជន៍ឲ្យដឹងថាជាអ្នកមានឫទ្ធិនៅខ្លោងទ្វារប្រាសាទឬវត្តអារាមក៏គេមានគូដែររូបរិហូគេច្រើនគូត្រឹមតែក្លៀកឡើងលើឲ្យឃើញច្បាស់តែដៃកនិងក្បាលធ្វើមុខឲ្យទូលីធំមាំបញ្ចេញធ្មេញស្ញាញថែមទាំងលាបពណ៌ខៀវដើម្បីឲ្យសម្បើមដល់អ្នកមើលគ្រប់គ្នាគេគូរូបរិហូនៅក្នុងផ្ទះឬក្នុងព្រះរាជវាំងប្រយោជន៍ឲ្យដឹងថាជាអ្នកខ្លាំងពូកែអ្នកធំបើគេមិនហៅថារិហូគេហៅត្រឹមតែរាដោយពាក្យថារាចាប់ច័ន្ទដូច្នេះក៏បានជួនកាលគេហៅថាអសុរិនតែពាក្យខ្មែរច្រើនហៅថារិហូអសុរិនគ្រប់គ្នាបានជាគេធ្វើរូបរិហូតែមួយកំណាត់នោះព្រោះមានប្រវត្តិដូចនេះប្រវត្តិរិហូអសុរិនជាសេនាបតីមួយរបស់ព្រះបាទវេជ្ជបច្ចតីដែលសោយរាជសម្បត្តិនៅក្នុងនគរចិត្រាសូរក្រោមបាតភ្នំព្រះសុមេរុដំណើរថារិហូនេះធំក្រៃលែងធំលើសពួកអក្សរទាំងឡាយនៅក្នុងទីនោះគ្រាន់តែកម្ពស់4500យោជន៍ទទឹងខ្លួនពីស្មាម្ខាងទៅស្មាម្ខាង1600យោជន៍ចន្លោះដើមដៃប្រវែង1200យោជន៍ថ្នាំងម្រាមដៃម្រាមជើង50យោជន៍រង្វះមាត់200យោជន៍បាតដៃបាតជើងទំហំ300យោជន៍រិនច្រមុះ200យោជន៍កប្រវែង300យោជន៍ថ្ងាសប្រវែង300យោជន៍ភ្នែក50យោជន៍ក្បាលទំហំ900យោជន៍ទំហំធ្មេញ50យោជន៍រោមអវយវៈទាំងមូលប្រវែង50យោជន៍ក្រចកដៃជើងនីមួយប្រវែង50យោជន៍ប្រពន្ធគាត់មានចំនួន10000នាក់សពជាស្ត្រីប្រកបដោយរូបឆោមល្អឆាតឆាយមានរូបរាងទំហំនិងកម្ពស់ប្រហាក់ប្រហែលនឹងគាត់ដែរថ្ងៃមួយរាហូអសុរិនហៅពពួកស្រីស្នំមកជប់ជុំហើយតាំងក្អេងក្អាងអួតឫទ្ធានុភាពខ្លាំងពូកែរបស់ខ្លួនប្រាប់ពួកស្រីស្នំសំគាត់ជាអ្នកអួតស៊ីចូលផងរួចសួរទៅពួកស្រីស្នំថាក្នុងលោកទាំងមូលមើលទៅតើមានអ្នកណាធំស្មើអញឬទេមានមុខមាត់សម្បំដូចអញទេគាត់សួរពីស្រីទី1ទៅដល់ស្រីទីបំផុតទាំង10000នាក់ស្រីពៅគេបង្អស់ឆ្លើយតបថាលោកកោដំដែលខ្ញុំធ្លាប់ប្រទះធ្លាប់ឃើញច្រើនដងនោះធំអស្ចារ្យផុតគេក្នុងលោកសមណៈកោដំធំក្រៃលែងធំខ្ពស់ក្រៃលែងខ្ពស់ល្អក្រៃលែងល្អមានឫទ្ធានុភាពលើសគេក្នុងលោកនិងរកប្រុសឯណាមកប្រៀបផ្ទឹមឲ្យស្មើគ្មានឡើយរាហូឮស្រីស្នំអួតសរសើរអំពីគុណសម្បត្តិរបស់ព្រះសម្មាសម្ពុទ្ធដូច្នោះគាត់ជាមនុស្សអំនួតស្រាប់ផងក៏លាន់មាត់ថាយីអើសមណៈកោដំនោះកុំថាឡើយដល់ទៅរូបធំសំបីតែកុដឬខ្លោងទ្វារវិហាររបស់គាត់នៅក៏អញចូលទៅមិនទាំងចុះខ្លួនផងមិនក៏ឯងថាអញខ្ពស់មិនស្មើនឹងព្រះសមណៈកោដំបើដូច្នោះអញទៅវាស់កម្ពស់គាត់មើលតើធំប៉ុន្មានទៅឯព្រះសម្មាសម្ពុទ្ធទ្រង់ឆ្វេងយល់ដោយញាណព្រះអង្គថាពេលនេះរាហូអសុរិនតាំងខ្លួនឯងជាធំលើព្រះអង្គមានបំណងចូលមកផ្ទឹមវាស់នឹងព្រះអង្គទ្រង់ក៏ពង្រីកខ្លោងទ្វារវិហារវត្តចេតពុនឲ្យធំហួសវិស័យរបស់រាហូប្រៀបដូចមនុស្សយើងចូលទៅក្នុងវិហារធម្មតាលោករាហូចូលទៅលបមើលព្រះអង្គកំពុងសឹងគាត់ងើបមើលព្រះសម្ពុទ្ធបីដូចជាងើបមើលអាកាសប៉ុណ្ណឹងហើយរាហូនៅតែប្រកាន់អស្នេហ៍ម្នាក់ថា
ធំជាងគាត់ទេថ្ងៃមួយព្រះអង្គស្ដេចយាងទៅបិណ្ឌបាតគាត់ក៏លោបចូលទៅឈរពីខាងក្រោយព្រះអង្គចម្ងាយ50យោជន៍ផ្ទឹមមើលនៅតែមិនខ្ពស់ស្មើព្រះអង្គទៀតឃើញទៀបជាងឆ្ងាយពេកក៏យកឫស្សីមួយដើមយ៉ាងវែងប្រវែង50យោជន៍ទៅវាស់ពីក្រោយនៅតែមិនស្មើទៀតគាត់ព្យាយាមតឫស្សីតាំងពីមួយដើមដល់1000ដើមអស់ពេលមួយព្រឹកហត់បែកញើសហូរជាទឹកក៏នៅតែមិនស្មើនឹងកម្ពស់ព្រះអង្គសម័យថ្ងៃមួយគាត់ចង់ឃើញព្រះអង្គចំព្រះភ័ក្ត្រឲ្យបានជិតដើម្បីធៀបមើលកម្ពស់ឲ្យអស់ចិត្តក៏និមិត្តខ្លួនជាឆ្លើងព្រាត់នៅក្នុងទឹកស្រះចាំលបមើលព្រះអង្គឲ្យច្បាស់ស្រាប់តែព្រះអង្គទ្រង់ត្រាស់ហៅថាណែរាហូអ្នកមកនៅក្នុងទឹកស្រះធ្វើជាឆ្លើងចាំមើលតថាគតធ្វើអ្វីឡើងមកតថាគតប្រាប់អ្នកឲ្យដឹងតថាគតធំអ្វីប៉ុណ្ណេះពួកព្រំនៅឯឋានព្រំធំជាងតថាគតទៅទៀតរាហូនៅក្នុងចិត្តថាសមណៈគោតមនេះធំជាងអញទៅហើយឥឡូវនៅមានព្រំឯណានោះធំដែរក៏នឹកអៀនខ្មាស់ស្រីស្នំរបស់ខ្លួនលែងវិលទៅទីកន្លែងវិញទៅសូមតាមព្រះអង្គទៅមើលព្រំទៀតព្រះសម្ពុទ្ធក៏ឲ្យរាហូតោងជាពោហៅទៅបិណ្ឌបាតឯឋានព្រំលឺឃើញរាហូតោងនៅនឹងជាពោដូច្នោះក៏ទូលព្រះអង្គថាចៃនៅនឹងជាពោព្រះអង្គរាហូរត់ទៅខ្មាស់ព្រំថែមទៀតដោយកំណត់ថាអញធំសម្បើមដែរឥឡូវព្រំថាឯងតូចដូចចៃទ្រាំនៅពុំបានក៏លាព្រះអង្គចុះមកទីកន្លែងរបស់ខ្លួនវិញព្រះអង្គបានផ្ដាំរាហូថាអ្នកទៅវិញចុះកុំឈប់នៅពាក់កណ្ដាលផ្លូវបើស្រេចទឹកកុំឈប់ផឹកទឹកឡើយរាហូមកដល់កណ្ដាលផ្លូវឃើញស្រះមានទឹកថ្លាមានផ្កាឈូកក្រអូបល្វែងល្វើយភ្លេចពាក្យបណ្ដាំរបស់ព្រះពុទ្ធអង្គក៏ចុះទៅត្រាំក្នុងទឹកស្រះនោះត្រឹមឃ្លៀកស្រាប់តែដាច់មួយកំណាត់ខ្លួនធ្លាក់បាត់ទៅរឿងដើមកំណើតនៃរាហូព្រះអាទិត្យនិងព្រះច័ន្ទក្នុងសាសនារបស់ព្រះពុទ្ធវេស្សភូមានកហបតីប្តីប្រពន្ធនៅក្នុងនគរហង្សាវតីជាអ្នកមានសទ្ធាជ្រះថ្លាថ្វាយទានដាក់បាតដល់ព្រះពុទ្ធអង្គនោះរៀងរាល់ថ្ងៃគាត់មានកូនប្រុស3នាក់កូនបងឈ្មោះវត្តកុមារកូនកណ្ដាលឈ្មោះជលកុមារកូនពៅឈ្មោះទីឃាវត្តកុមារលុះមេដាបេដាធ្វើមរណភាពទៅមានកាលមួយថ្ងៃបងប្អូនទាំង3នាក់មកប្រជុំគិតគ្នាថាយើងនឹងគិតដណ្ដាំបាយដាក់បាតព្រះសម្មាសម្ពុទ្ធរក្សាវង្សត្រកូលមេដាបេដាចឹងទុកប្អូនទាំងពីរឆ្លើយតបថាបងឯងត្រូវជាអ្នកកាន់វែកចាំដួសបាយចុះប្អូនកណ្ដាលត្រូវលាងឆ្នាំងច្រកអង្ករលាងយកទៅដាក់ដណ្ដាំឯប្អូនពៅត្រូវជាអ្នកដុតភ្លើងបងប្អូនទាំងពីរនាក់នោះចែកមុខក្រសួងគ្នារៀងខ្លួនប្អូនពៅខំដុតភ្លើងឲ្យឆេះឡើងខ្លាំងណាស់ឆ្នាំងបាយនោះក៏បំឡើងសន្ធោសន្ធៅមហិមាឯកូនច្បងនោះស្ទុះទៅកាន់វែកមកកោបាយលោកកោបានបន្តិចទៅត្រូវវេទនានឹងផ្សែងចូលភ្នែកក៏យកវែកបាយវាយក្បាលប្អូនពៅហើយជេរថាឯងដូចម្ដេចក៏ដុតភ្លើងមិនឲ្យឆេះឡើងប្អូនពៅខឹងនឹងបងក៏តបថាបងឯងមិនចេះរិះគិតឲ្យវែងឆ្ងាយសោះហ៊ានយកវែកវាយក្បាលអញដូចជាអញនោះខ្ញុំកំដរនៅស៊ីឈ្នួលវាថាហើយក៏បួងដៃដាក់ទៅបងវិញប្រវាយប្រតប់ឆ្លោះគ្នាប្អូនពៅមានកម្លាំង
ក៏ស្ទុះទៅយកអង្រែមកវាយសំពងបងប្អូនកណ្ដាលស្ទុះទៅជួយបងការពារកុំឲ្យវាយបានលុះដណ្ដាំបាយឆ្អិនក៏ដោះដួសបាយចែកគ្នាចៅបតិកុមារជាបងបានភាជមាសដាក់បាយចុលកុមារបានភាជប្រាក់ដាក់បាយឯទីខៀវតកុមារខឹងនឹងបងយំសស្រាក់ទៅកន្ត្រាក់យកបានឯសៀនខ្មៅធំមកដាក់បាយចែកចំណែកគ្នាស្រេចហើយពុំយូរឡើងព្រះសម្មាសម្ពុទ្ធវេស្សភូទ្រង់និមន្តមកបិណ្ឌបាតប្រុសស្រីទាំងឡាយកុមារទាំង3នាក់ស្ទុះទៅយកបាយមកដាក់បាតតែរៀងខ្លួនបងទី1ធ្វើសេចក្តីប្រាថ្នាសូមអានិសង្សដែលខ្ញុំដាក់បាតនេះឲ្យបានទៅកើតជាព្រះអាទិត្យឲ្យមានឫទ្ធានុភាពមានរស្មីច្រាលរន្ទាលដូចមាសសម្រាប់បំភ្លឺសពសត្វទាំងពួងក្នុងទ្វីបទាំង4ហើយសូមឲ្យមានអាយុ9លានឆ្នាំប្អូនទី2ដាក់បាតរួចហើយធ្វើសេចក្តីប្រាថ្នាថាសូមអានិសង្សដែលខ្ញុំដាក់បាតនេះឲ្យបានទៅកើតជាព្រះច័ន្ទទេវបុត្រឲ្យមានពន្លឺភ្លឺច្រាលរន្ទាលដូចជាប្រាក់ត្រជាក់ដូចកែវមរកតសម្រាប់សត្វលោកក្នុងទ្វីបទាំង4ហើយសូមឲ្យអាយុ9លានឆ្នាំឯប្អូនពៅដាក់បាតហើយតាំងសេចក្តីប្រាថ្នាថាសូមឲ្យមានរូបធំមានកម្លាំងខ្លាំងមានឫទ្ធានុភាពនោះច្រើនលើសគេក្នុងទ្វីបទាំង4បាបងទាំង2នាក់នេះឃើញខ្ញុំវេលាណាឲ្យរន្ធត់ញាប់ញ័រខ្លាចខ្ញុំកុមារទាំង3នាក់តាំងប្រាថ្នាទៅរៀងខ្លួនស្រេចកាលណាព្រះសម្មាសម្ពុទ្ធវេស្សភូធ្វើផតតានុមោទនាស្រេចក៏យាងទៅកាន់វត្តវិញចំណែកកាលមកកុមារទាំង3នាក់ស្លាប់អំពីលោកនេះទៅកើតតែរៀងខ្លួនគឺបងទី1ទៅកើតជាព្រះអាទិត្យទី2ទៅកើតជាព្រះច័ន្ទប្អូនពៅទៅកើតជារាហូអសុរិនទំនៀមខ្មែរដែលនៅរាប់អានគំនូររូបរាហូមកដល់សប្តាហ៍ថ្ងៃនេះព្រោះយល់ឃើញថារាហូជាអ្នកខ្លាំងពូកែមានអានុភាពច្រើនបានជាកេគូនៅហោជាងវិហារឬជញ្ជាំងប្រាសាទឬក៏សាក់នៅជាប់នឹងខ្លួនផងគេចង់ឲ្យខ្លួនគេបានពូកែដើម្បីការពារនៅភ័យយន្តរាយទាំងឡាយមានខ្មោចបិសាចជាដើម